សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទកអាវមនុស្សប្រុសបងប្អូនថ្ងៃហ្នឹងគឺចង់មកបង្ហាញបងប្អូនពីវិធីក្នុងការដេរកអាវនិងចងដៃមនុស្សប្រុសបងប្អូនអាចរៀនតិចនិចខ្លះៗពីខ្ញុំបានណាដោយសារនេះគឺជាវិធីងាយៗសម្រាប់បងដែលគាត់ចាប់ផ្ដើមដេរអាវមនុស្សប្រុសឲ្យបានស្អាតបងប្អូននិយាយទៅបងប្អូនក៏អាវបរោះគឺខ្ញុំទទួលដូចគ្នាគឺទទួលតែប្រភេទអាវបរោះដែលយើងคล้ายពីអាវធំណាកប៉ាល់កាត់មួយបងប្អូនការដេរគឺបងប្អូនប្រើកាវតុនហើយយើងកាត់តាមពុំចងដៃរបស់យើងហើយយើងយកមកអ៊ុតហើយយកមកដេរបែបនេះបងប្អូនហើយការដេរគឺបងប្អូនត្រូវតែដេរចេញពីទំនាប់ហ្នឹងមួយម្ជុលបងប្អូនដើម្បីកុំឲ្យជាប់ជាមួយនឹងទំនាប់ពេលដែលយើងផលិតទៅគឺវាបាក់បានស្អាតបងប្អូនជាប្រភេទចងដៃអាវបរោះគឺជាប្រភេទដៃដប់បងប្អូនហើយការដេរគឺយើងដេរបែបហ្នឹងបងប្អូនត្រូវតែប្រវល់វាទៅតាមរង្វង់ចងដៃរបស់យើងហើយគឺអត់សកត់នៅលើកាវពណ៌សហ្នឹងទេបងប្អូននេះគឺជាតិចនិចសម្រាប់បងដែលគាត់ចង់ចេះដេរអាវបរោះបងប្អូនហើយចងដៃពេលដែលយើងអ៊ុតកាវរួចរាល់គឺយើងត្រូវការអ៊ុតសកត់កន្លែងធ្នេរវាខាងលើដើម្បីយើងដេរភ្ជាប់ជាមួយនឹងស្លឹកមកខាងទៀតហ្នឹងគឺយើងបត់មកវាបានស្អាតល្អបងប្អូនហើយការដេរគឺដូចក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនការដេរចុងដៃអាវនិងកអាវគឺបាក់បែកនឹងគ្នាបងប្អូនព្រោះដោយសារជាប្រភេទអាវកដប់ដៃដប់អញ្ចឹងការដេរគឺដេរនៅក្រោមកាវបងប្អូនយើងអត់ដេរសកត់នៅលើកាវទេហើយការដេរនេះគឺខ្ញុំមានចំនួនចុងដៃហ្នឹងគឺ3គូបងប្អូនដោយសារប្រភេទអាវហ្នឹងគឺ3អាវសម្រាប់បងប្អូនដែលគាត់មកកំងកាត់ដើម្បីកាត់ជាលក្ខណៈគ្រួសារបងប្អូនកណាត់ដែលខ្ញុំកំពុងតែធ្វើហ្នឹងគឺជាប្រភេទកណាត់ហូលពិសេសបងប្អូនដែលជាប្រភេទកណាត់ដែលមានរងជើងតែអត់មានតក់ទេហើយក៏សាច់វាប្រភេទសាច់ទន់គឺស្រួលពាក់ណាបងប្អូនបើសិនជាបងប្អូនមានតម្រូវការចង់កាត់ជាលក្ខណៈគ្រួសារបងប្អូនអាចកាត់កំងកាត់ពីខាងខ្ញុំបានដូចគ្នាដែរហើយការដេររបស់យើងគឺយើងដេររួចរាល់គឺបងប្អូនត្រូវតែសេរីជាផ្នែកខាងក្នុងនឹងចេញខ្លះដើម្បីដល់យើងប្រឡាត់ទៅគឺវាបានស្អាតល្អណាចង់បងប្អូនធ្វើការប្រឡាត់ដូចខ្ញុំកំពុងតែធ្វើអញ្ចឹងពេលដែលបងប្អូនដេរនៅក្រោមកាវពណ៌សនឹងមួយម្ជុលបងប្អូនពេលដែលបងប្អូនប្រឡាត់ហើយគឺវាបាក់បែបនេះណាគឺស្អាតបងប្អូនគ្រាន់តែជន់ថ្នេរដប់បន្ថែមទៅគឺអាវហ្នឹងគឺបានរៀបរយស្អាតសម្រាប់ចុងដៃអាវមនុស្សប្រុសណាបងប្អូនមួយរយៈនេះគឺរវល់បងប្អូនដោយសារតែមានការងារច្រើនទាំងប្រភេទខោអាវស្រីនិងខោអាវប្រុសមកតែមួយបងប្អូនហើយដោយសារតែខ្ញុំជាងមានចំនួនតិចតួចដែរបងប្អូនដល់ពេលអញ្ចឹងការងារវាអាចនឹងស្ទះខ្លះដែរហើយការកាត់វីដេអូនឹងបង្ហាញពីវិធីក្នុងការដេរសម្លៀកបំពាក់ដូចជារ៉ូបដូចជាឈុតអីគឺខកខានច្រើនបងប្អូនដោយសារតែរដូវកាលនេះគឺរដូវកាលរវល់អញ្ចឹងខ្ញុំអាចឆ្លៀតពេលបង្ហាញបងប្អូនបានខ្លះបងប្អូនតិចនិចក្នុងការដេរចងដៃនិងកអាវមនុស្សប្រុសក៏សំខាន់ដែរបងប្អូនបើសិនជាយើងអត់មានតិចនិចក្នុងការធ្វើទេគឺការងាររបស់យើងចេញមកក៏អត់បានរៀបរយស្អាតបានដែរការដេរគឺសំខាន់បងប្អូនសំខាន់ដោយសារតែបើសិនជាយើងដេរអត់បានស្អាតរៀបរយល្អទេអីវ៉ាន់ពេលដែលភ្ញៀវគាត់មកទទួលអីវ៉ាន់ពីយើងភាគច្រើនគឺគាត់មើលថ្នេរមុននេះបងប្អូនមើលថ្នេរមុនបើសិនជាយើងស្អាតគឺគាត់ចូលចិត្តបងប្អូនដោយសារតែទូទៅបងប្អូនការងារបើសិនជារៀបរយបានស្អាតមិនថាតែភ្ញៀវឬក៏យើងខ្លួនឯងគឺយើងស្រឡាញ់ពេញចិត្តនឹងការងារដែលយើងកំពុងតែធ្វើណាបងប្អូន